តើវិបត្តិព្រៃសកលនឹងត្រូវបានដោះស្រាយហើយមែនទេខណៈពេលដែលលោកដូណាល់ត្រាំបានស្នើឲ្យបណ្ដាប្រទេសទាំងអស់បញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រហាមូសដើម្បីការពារនាវាដឹកប្រេងវិបត្តិប្រេងសកលដែលកំពុងក្លាយជាបញ្ហាធំបំផុតសម្រាប់ពិភពលោកគឺបានកើតឡើងដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដោយសារការបិទផ្លូវទឹកនៅច្រកសមុទ្រហាមូសពីសំណាក់ប្រទេសអ៊ីរ៉ង់បានធ្វើឲ្យតម្លៃប្រេងអន្តរជាតិមានការកើនឡើងយ៉ាងខ្លាំងអ៊ីរ៉ង់មិនអនុញ្ញាតឲ្យមាននាវាដឹកប្រេងណាធ្វើការឆ្លងកាត់នៅច្រកសមុទ្រហាមូសនេះទេលើកលែងតែនាវាដឹកប្រេងរបស់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួនដូចជាប្រទេសចិននិងប្រទេសរុស្ស៊ីជាដើមជាក់ស្ដែងពេលថ្មីនេះអ៊ីរ៉ង់ទើបតែបានបាញ់កំទេចនៅនាវារបស់ប្រទេសថៃមួយគ្រឿងដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះដើម្បីបង្ការការកំទេចពីអ៊ីរ៉ង់ទៅលើនាវាដឹកប្រេងរបស់ប្រទេសនានាក៏ដូចជាដោះស្រាយបញ្ហាវិបត្តិថាមពលសកលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានស្នើសុំឲ្យបណ្ដាប្រទេសនានាបញ្ជូននាវាចម្បាំងមកកាន់ច្រកសមុទ្រហាមូសដើម្បីការពារនាវាដឹកប្រេងក៏ដូចជានាវាដឹកទំនិញផ្សេងទៀតឆ្លងកាត់តំបន់នេះឲ្យមានសុវត្ថិភាពថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំបាននិយាយថាខ្ញុំសូមទាមទារឲ្យប្រទេសទាំងអស់ចូលមកការពារទឹកដីរបស់ពួកគេពីព្រោះវាជាកន្លែងដែលប្រទេសរបស់អ្នកត្រូវការដឹកថាមពលក្នុងន័យដែលលោកដូណាល់ត្រាំនិយាយគឺមិនបានបញ្ជាក់ថាមានប្រទេសណានោះទេប៉ុន្តែកាលពីចុងសប្តាហ៍មុនលោកដូណាល់ត្រាំរំពឹងថាប្រទេសមួយចំនួនដូចជាចិនបារាំងជប៉ុនកូរ៉េខាងត្បូងអង់គ្លេសនឹងបញ្ជូននាវាចម្បាំងរបស់ពួកគេដើម្បីការពារការដឹកជញ្ជូនកាត់ច្រកសមុទ្រហាមូសនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យលោកដូណាល់ត្រាំបានដាក់សម្ពាធកាន់តែខ្លាំងលើសម្ព័ន្ធមិត្តអឺរ៉ុបឲ្យជួយការពារច្រកហាមូសដោយបានព្រមានអង្គការ NATO ប្រឈមនឹងអនាគតដ៏អាក្រក់មួយប្រសិនបើសមាជិករបស់ខ្លួនមិនមកជួយទីក្រុង Washington នោះទេអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតនិងជួបគ្នានៅវីដេអូបន្ទាប់